នេះគឺជា ASUS TUF AI ឆ្នាំ2025អានេះ A14 RTX 4068G ជាមួយនឹង Ryzen 9 AI RAM 32GB M2 Mate អេក្រង់វា 2.5K RGB color រហូតដល់ 100% 165Hz បាទ 025 ធានាម៉ាស៊ីន2ឆ្នាំចេញពីក្រុមហ៊ុន ASUS នេះម៉ូយ AI នេះគឺក្រុមហ៊ុន ASUS ខ្ញុំឃើញធ្វើថតវីដេអូ commercial ដែរបាទឲ្យ vlog ក៏ដូចជា creator មួយចំនួនគាត់ promote AI នឹងដែរម្ដងនេះស្កូតសេនខ្ញុំហែកប្រអប់ជូនបាទអូលយខ្លាំងហ្មងលយខ្លាំងមែនតើ AI អានេះតូចស្រាលមែនតើតែ1គីឡូចុច46បើតាម website បាទស្រាលមែនតើស្រាលប៉ុន្តែកម្លាំងម៉ាស៊ីនគឺខ្លាំងមែនតើតែម្ដងហើយនៅក្នុងនេះគឺមកជាមួយនឹងអូគេដាក់ម៉ៅឲ្យមួយបាទនេះគឺជាម៉ៅស៊ីនតែម្ដងគេដាក់មិនមែនសម្រាប់លក់បាទម៉ៅស៊ីនហើយនៅក្នុងនេះមកជាមួយនឹងកាតាបស៊ីនដូចគ្នាបាទកាតាប original តែម្ដងឥឡូវខ្ញុំអត់ដកចេញទេតោះយើងសុំមើលតួឯករបស់យើងវ៉ាវនេះគឺជារូបរាងសម្បករបស់ ASUS TUF AI A14 ឆ្នាំ2025លយមែនតើមើលណែ14អីហ្នឹងម៉ាស៊ីនតូចមែនតើតែខ្លាំងអូខ្លាំងសិននេះខ្លាំងណានេះអ្នកទាំងអស់គ្នាខ្ញុំចង់ឲ្យចាប់អារម្មណ៍តិចតទៅជាមួយនឹងម៉ាស៊ីន TUF A14 នេះដែលតម្លៃវាពេញ1599មានជាមួយនឹងដង្ហើរខាងក្រោយនេះបាទដង្ហើរខាងក្រោយនេះគឺបញ្ចេញខ្យល់ក្តៅបានល្អមែនតើបាទនេះគឺជាឲ្យសុំមើលបាតវាបាទនេះគឺបាតនេះ design ជាប្រហោងខ្យល់នេះខាងក្រោយនេះបាទកប់តែម្ដងហើយបន្តមកយើងបើកចំកណ្ដាលបែបនេះម៉ាស៊ីននេះគឺតូចខ្លាំងនេះវ៉ូកប់សេរី 2.5K screen បាទមានជាមួយចែក G-Syn នេះ AI បាទ Ryzen AI គេដាក់នៅលើនេះតែម្ដងបាទ Ryzen AI 9XX បាទបច្ចេកវិទ្យា AI មកជាមួយនឹងអេក្រង់បច្ចេកវិទ្យា G-Syn ទៀត G-Syn អូកប់មែនតើម៉ួយលយខ្លាំងថ្មីបាទចេញ 100% នៅក្នុងនេះអត់មានអីទេមានតែឆ្នាំងសាកហើយឆ្នាំងសាកវាធំណាស់បាទ200វ៉ាត់មិនមែនតូចទេដោយសារម៉ាស៊ីននេះគឺខ្លាំងមកឆ្ងល់ថាចុះបងម៉ាស៊ីនហ្នឹងរូបរាងវាតូចហ្មងតែដុំសាកវាក៏200វ៉ាត់ស្មើនឹងពួកម៉ាស៊ីនធំបាទដោយសារកម្លាំងម៉ាស៊ីននេះគឺមិនមែនតូចទេគឺធំមែនតើអានេះតូចតែមៀតទេណាបាទតូចតែមៀតទេខាងក្រៅទេតែម៉ាស៊ីនខាងក្នុងគឺធំខ្លាំងណាស់ធំខ្លាំងមែនតើអញ្ចឹងបានថា ASUS អាចដាក់ម៉ាស៊ីនឡើងប៉ុណ្ណាណៃចូលក្នុងម៉ាស៊ីនទូចបែបនេះខ្លាំងមែនតើអញ្ចឹងខ្ញុំដោតវាកើថ្មបន្តិចហើយបន្ទាប់មកយើងកើអូសម្រាប់ដោយសាររបស់វាវិញគឺជាដោយសារអញ្ចឹងមិនមែនដោយសារ laptop ធម្មតាទេណាខ្ញុំសូមបញ្ជាក់ដោយសារនេះគឺអូថ្លៃឃើញក៏ដោយសារក៏ដឹង laptop ថ្លៃដែរបាទអានេះយើងដោតនៅចំហៀងអានេះបបបាទបន្ទាប់មកយើងធ្វើការ activate វាប៉ាំងចូលឯណាទេមើលចូលឯណាពូម្ដងមានរ៉ាប់គេមើលនៅខាងលើអូមកនេះកប់សេរីបាទក្រោម